សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់ភាគីសៀមមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ភាគីថៃនៅតែបន្តការរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសារជាថ្មីមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025នេះស្ថានភាពនៃការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពចូលមកនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 22:00 នាទីយប់ថ្ងៃទី11ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 7:05 នាទីព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 22:08 នាទីយោធាថៃបានបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាន់តែនិងតំបន់ផ្ទះតមុកនៅវេលាម៉ោង 22:37 នាទីយោធាថៃបានប្រើប្រាស់ Sniper បាញ់ចូលភូមិសាស្ត្រទួល95រហូតដល់ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025យោធាថៃបានបន្តធ្វើសកម្មភាពបាញ់ប្រហារនៅវេលាម៉ោង 12:15 នាទីរំលងអធ្រាត្រដោយបាញ់កាំភ្លើងត្បាល់និងកាំភ្លើងយន្តនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់និងប្រាសាទតាក្របីនៅវេលាម៉ោង 4:00 នាទីព្រឹកយោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងត្បាល់កាំភ្លើងយន្តនៅគ្រប់គោលដៅក្នុងតំបន់អានសេសអូភ្នំ500អូបកាស្នេហ៍ទ្វារដែកនិងភ្នំពងចាបនៅវេលាម៉ោង 7:05 នាទីយោធាថៃបានចាប់ផ្ដើមវាយប្រហារដោយកាំភ្លើងធំគ្រប់ធុននៅទីតាំងថ្មដូនជប់កគីនិងប្រាសាទតាក្របីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាដោយគិតចាប់តាំងពីវេលាម៉ោង 22:00 នាទីថ្ងៃទី11ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 22:01 នាទីយោធាថៃបានប្រើប្រាស់បាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 22:08 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 22:45 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃច័ន្ទនិងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 23:20 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 23:38 នាទីយោធាថៃបានប្រើប្រាស់ drone ហោះស៊ើបការនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទរហូតដល់ព្រឹកថ្ងៃទី12ខែធ្នូឆ្នាំ2025នៅវេលាព្រឹកម៉ោង 6:27 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារបាញ់ផ្លោងចូលទៅក្នុងភូមិទំនប់ដាច់នៅវេលាម៉ោង 6:40 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:02 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:02 នាទីយោធាថៃបានចាប់ផ្ដើមបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:10 នាទីយោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 7:20 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទបន្តនៅវេលាម៉ោង 7:43 នាទីយោធាថៃបានប្រើប្រាស់រថពាសដែកចូលទៅក្នុងភូមិសាស្ត្របឹងត្រកួនខាងមុខភូមិសាស្ត្របឹងត្រកួន
នៅវេលាម៉ោង 7:57 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួនចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់គួរឲ្យស្កប់សម្គាល់ផងដែរថានៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2025 សកម្មភាពដ៏កម្រោលរបស់យោធាថៃនេះបានបើកការបាញ់ប្រហារដោយមិនរើសគោលដៅបាញ់ចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅជាពិសេសបាញ់ចំសាលារៀនរបស់កុមារនិងមន្ទីរពេទ្យបាញ់ផ្លោងចូលប្រាសាទតាក្របីនិងប្រាសាទព្រះវិហារដែលជាទីសក្ការៈរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់មនុស្សជាតិទង្វើដ៏សាហាវនេះបានបង្ហាញពីភាពអសិលធម៌ដែលបង្ហាញពីការប្រមាថមាក់ងាយដល់អាយុជីវិតដល់វប្បធម៌អរិយធម៌និងជាទីសក្ការៈរបស់មរតកមនុស្សជាតិជាពិសេសជាមរតកដែលដូនតាខ្មែរបានកសាងបន្សល់ទុកដែលមានតម្លៃមិនអាចកាត់ថ្លៃបានក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅជាពិសេសទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការប្រហារបំភ្លេចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃសម្រាប់កម្ពុជាប៉ុន្តែជាសម្បត្តិវប្បធម៌បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានលាបពណ៌សប្រែទៅជាខ្មៅយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់សុឆន្ទៈប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពការអនុវត្តតាមលក្ខខណ្ឌនៃបទជប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិសូមគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចោះចាញ់នឹងការបង្ខិតបង្ខំឬការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយសូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរំលោភបំពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5នៅព្រឹកនេះចំពោះការវិវត្តថ្មីៗនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនៅពេលក្រោយសូមអរគុណ